ខ្ញុំបាទសម្ដែងសូមគោរពនឹងជម្រាបសួរពុកម៉ែបងប្អូនជាទីគោរពនិងជាទីមេត្រីសូមស្វាគមន៍មកកាន់កម្មវិធីទស្សនៈសហគ្រិនដែលជាកម្មវិធីសហការរៀបចំដោយសហគ្រិនខ្មែរនិងសារព័ត៌មាន Digital Cambridge នៅថ្ងៃនេះយើងនឹងជជែកគ្នានៅក្រោមប្រធានបទដ៏សំខាន់មួយគឺការត្រៀមខ្លួនចាប់យកឱកាសអាជីវកម្មនៅក្នុងវិស័យកែច្នៃម៉ូដដោយសារនៅថ្ងៃនេះយើងមានភ្ញៀវកិត្តិយសដ៏សំខាន់មួយរូបគឺលោកសេងសុភាដែលមានបទពិសោធន៍រហូតដល់ទៅ8ឆ្នាំនៅក្នុងវិស័យកែច្នៃម៉ូដសម្លៀកបំពាក់ហើយលោកក៏ជាម្ចាស់ជ័យលាភីពានរង្វាន់នៅក្នុងកម្មវិធីប្រកួតប្រជែងការផលិតផលិតផលវិជ្ជាភ័ណ្ឌនិងសម្លៀកបំពាក់រដូវកាលទី1របស់សហគ្រិនខ្មែរផងដែរនៅថ្ងៃនេះខ្ញុំបាទនឹងជជែកសួរគាត់ថាតើនៅក្នុងការប្រឡូកនៅក្នុងរយៈពេល8ឆ្នាំនៅក្នុងវិស័យកែច្នៃម៉ូដនៅកម្ពុជានេះថាតើលោកបានចូលរួមចំណែកយ៉ាងណាក្នុងការជួយលើកកម្ពស់វិស័យកែច្នៃម៉ូដនៅកម្ពុជាហើយថាតើតាមរយៈការចូលរួមនៅក្នុងពានរង្វាន់សហគ្រិនខ្មែរតើបានចូលរួមចំណែកយ៉ាងណានៅក្នុងការជួយជំរុញការអភិវឌ្ឍវិស័យកែច្នៃម៉ូដរបស់លោកឲ្យកាន់តែមានភាពល្អប្រសើរហើយលោកដើម្បីកុំឲ្យខាតពេលវេលាយូរយើងទៅជួបជាមួយនឹងលោកសេងសុភាទាំងអស់គ្នាបាទសូមគ្រប់ជម្រាបសួរលោកបាទសូមអរគុណមែនទែនលោកដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការចូលរួមផ្ដល់បទសម្ភាសន៍ដល់សារព័ត៌មាន Digital Cambridge ដែលខ្ញុំបានជម្រាបខាងដើមឃើញថានៅថ្ងៃនេះយើងនឹងជជែកគ្នាពាក់ព័ន្ធជាមួយនឹងប្រធានបទដ៏សំខាន់មួយគឺការចាប់យកឱកាសអាជីវកម្មនៅក្នុងវិស័យកែច្នៃម៉ូដសំណួរដំបូងរបស់ខ្ញុំបាទចង់ឲ្យលោកជួយបញ្ជាក់ពាក់ព័ន្ធជាមួយនឹងបទពិសោធន៍ការងារក្នុងរយៈពេល8ឆ្នាំកន្លងមកនេះតើលោកបានចូលរួមប្រឡូកដូចជាបានធ្វើកិច្ចការងារអ្វីខ្លះបាទសូមគ្រប់ចេញបាទខ្ញុំសូមជម្រាបសួរបងម្ដងទៀតហើយក៏ជម្រាបសួរទស្សនិកជនដែរខ្ញុំបាទឈ្មោះសេងសុភាហើយនៅក្នុងពេលសប្តាហ៍ថ្ងៃនេះខ្ញុំគឺជា Interior Designer នៅក្នុងវិស័យស្ថាបត្យកម្មដែលមានបទពិសោធន៍ប្រហែលជាខ្ទង់8ឆ្នាំហើយមួយផ្នែកទៀតសប្តាហ៍ថ្ងៃហ្នឹងខ្ញុំក៏ជា Creative Director នៅក្នុងវិស័យច្នៃម៉ូដសម្លៀកបំពាក់ផងដែរហើយបទពិសោធន៍ហ្នឹងគឺប្រហែលគ្នានៅក្នុងការងារនៅក្នុងបទពិសោធន៍របស់ខ្ញុំនៅក្នុងវិស័យឆ្នៃម៉ូដសម្លៀកបំពាក់ប្រហែលឆ្នាំនេះគឺជាក់ស្ដែងពួកយើងបានធ្វើការងារជាច្រើនមិនមែនត្រឹមតែការងារឆ្នៃម៉ូដសម្លៀកបំពាក់មួយមុខទៀតទេគឺមានចំណុចផ្សេងៗទៀតការងារផ្សេងៗទៀតហ្នឹងគឺទៅលើផ្នែក service ដែរអញ្ចឹងបងអញ្ចឹងជាក់ស្ដែងនៅក្នុងក្រុមរបស់ខ្ញុំដែលជាលាឈូកហ្នឹងគឺផ្នែកទី1ទៅលើការងារ fashion design ហ្នឹងគឺពួកយើងមានទៅលើផ្នែក creative direction ហើយនឹងជាមួយនឹង fashion design គាត់ថា fashion design ហ្នឹងគឺពួកយើងមានជាលក្ខណៈការងារ recycle ផងដែលធ្វើការងារពីសម្រាមស្ងួតដែលយកមកកែច្នៃជាសម្លៀកបំពាក់ហើយនឹងមួយផ្នែកទៀតហ្នឹងគឺពួកយើងធ្វើការងារ design ទៅលើសម្លៀកបំពាក់ដែលពាក់ប្រចាំថ្ងៃឬមួយក៏អាចនិយាយបានថាជាសម្លៀកបំពាក់ដែលធ្វើឡើងពីសាច់ក្រណាត់ផ្ទាល់អញ្ចឹងបងអញ្ចឹងអានេះគឺជាផ្នែក design របស់ពួកយើងដែលមានហើយនៅក្នុងមួយផ្នែកទៀតហ្នឹងគឺពួកយើងធ្វើការងារទៅលើ fashion show management ដែរបងមានន័យថាជាការងារដែលពួកយើងរៀបចំកម្មវិធីដើមម៉ូដទៅឲ្យភ្ញៀវដែលគាត់មានតម្រូវការអញ្ចឹងបងអញ្ចឹងនៅក្នុងការងារ management នេះគឺនៅក្នុងហ្នឹងពួកយើងមានជាលក្ខណៈ show management ហ្នឹងហើយជាមួយនឹង model management អញ្ចឹងនៅក្នុងការងារនេះផ្ទាល់ជាក់ស្ដែងពួកយើងធ្វើតាំងពីការងារfitting ជាមួយនឹង model រៀបចំការងារដើរបង្ហាញម៉ូដថាតើយើងមាន plan មិនខ្លះនៅក្នុងកម្មវិធីផ្ទាល់អញ្ចឹងបងអញ្ចឹងជាទូទៅនៅពេលដែលខាងភ្ញៀវគឺគាត់មានសម្លៀកបំពាក់របស់ពួកគាត់ឬមួយក៏មាន brand របស់ពួកគាត់គឺពួកគាត់នឹងមកហៅពួកយើងដើម្បីរៀបចំជាកម្មវិធីដើរបង្ហាញម៉ូដឲ្យពួកគាត់ទាំងអស់ហ្មងតាំងពីដើមទៅដល់ចប់ហ្មងបងបាទនៅក្នុងរយៈពេលជាង8ឆ្នាំនេះទៅលើបទពិសោធន៍ដែលខ្ញុំបានឆ្លងកាត់ទៅលើគម្រោងនីមួយៗឬមួយក៏ជាការងារមួយចំនួនហ្នឹងជាក់ស្ដែងទៅលើការងារនៅក្នុងវិស័យ fashion ផ្ទាល់គឺពួកខ្ញុំការចាប់ផ្ដើមដំបូងឡើយហ្នឹងគឺពួកយើងបានធ្វើការងារទៅលើ recycle fashion ដែលជាសម្លៀកបំពាក់កែច្នៃពីសម្រាមស្ងួតដែលមនុស្សគ្រប់រូបគាត់បានជប់ប្រើប្រាស់អញ្ចឹងបងអញ្ចឹងនៅក្នុងពីដំណាក់កាលនៅក្នុងប្រហែលជា5ឆ្នាំដំបូងគឺពួកយើង focus ទៅលើការងារ recycle ហ្នឹងបន្ទាប់មកទៀតនៅក្នុងប្រហែលជា5ឆ្នាំចុងក្រោយនេះគឺពួកយើងបានចាប់ផ្ដើមទៅលើការងារជាប្រភេទកណាត់រហូតមកដល់2ឆ្នាំចុងក្រោយក៏ខ្ញុំបានចូលរួមនៅក្នុងកម្មវិធី KE ផ្ទាល់ដែលជាកម្មវិធីប្រកួតសម្លៀកបំពាក់ហើយនឹងវិញ្ញាណភ័ណ្ឌហ្នឹងបង
បាទអរគុណមែនទែនសុភ័ក្រដែលបានជួយបញ្ជាក់ពាក់ព័ន្ធជាមួយនឹងបទពិសោធន៍នៅក្នុងការចូលប្រឡូកនៅក្នុងវិស័យកែច្នៃម៉ូដក្នុងរយៈពេលប្រហែលជា8ឆ្នាំកន្លងមកនេះសំណួរបន្តរបស់ខ្ញុំបានចង់ឲ្យសុភ័ក្រជួយបញ្ជាក់ទេថាតើមានកត្តាអីដែរដែលបានជួយជំរុញឲ្យសុភ័ក្រចូលប្រឡូកនៅក្នុងវិស័យកែច្នៃម៉ូដបាទសុភ័ក្របាទបងអញ្ចឹងដូចខ្ញុំបានបញ្ជាក់តិចតួចមុននឹងតិចអញ្ចឹងបងថាជាការចាប់ផ្ដើមហ្មងហ្នឹងគឺពួកយើងធ្វើការងារ recycle fashion ប៉ុន្តែជាក់ស្ដែងនៅក្នុងចំណុចចាប់ផ្ដើមរបស់ខ្ញុំផ្ទាល់ហ្មងខ្ញុំគឺជានិស្សិតinterior design នៅក្នុងសាលារចនាឯប៉ុន្តែនៅក្នុងពេលដែលមានកម្មវិធីពិព័រណ៍សាលាកើតឡើងពួកយើងដែលជាដៃគូគ្នាហ្នឹងគឺបានទិះរះរកគំនិតដើម្បីបង្កើតស្នាដៃប៉ុន្តែពួកយើងជ្រើសរើស fashion design យកមកធ្វើជាស្នាដៃពិព័រណ៍សាលាវិញដោយសិស្សទាំងអស់មិនមែនជា fashion design ទេអញ្ចឹងនៅក្នុងពេលនោះគឺពួកខ្ញុំចាប់ផ្ដើមតែធ្វើការងារដៃសុទ្ធហ្មងបន្ទាប់មកនៅក្នុងរយៈពេល5ឆ្នាំចុងក្រោយនេះគឺពួកយើងបានសិក្សាទៅលើការងាររៀនដេរម៉ាស៊ីនប្រើប្រាស់ម៉ាស៊ីនដេរតែរៀនដោយខ្លួនឯងផ្ទាល់មកបងប៉ុន្តែនៅពេលដែល2ឆ្នាំចុងក្រោយនេះទៀតបានខ្ញុំផ្ទាល់បានសិក្សាជាមួយនឹងមិត្តភ័ក្តិទៅលើការងារ fashion design ពេញលេញហ្មងគឺជាការងារធ្វើពុម្ពហើយជាមួយនឹងការងារដេរកាត់ដេរបន្ថែមនឹងបងអញ្ចឹងទៅពេលដែល KE គាត់ announce ថាគាត់មានការប្រកួតនឹងឡើងទៅពួកខ្ញុំបានចូលរួមហ្មងអញ្ចឹងជារួមមកគឺគំនិតដែលថាចូលរួមនៅក្នុងវិស័យ fashion ហ្នឹងគឺចាប់ផ្ដើមចេញពីពួកយើងរៀនដោយផ្ទាល់មកអញ្ចឹងបងជាចំណង់ចំណូលចិត្តដែរបង្កើតបានដល់យើងហ៊ានដេរហ៊ានធ្វើពុម្ពហើយអាចចូលរួមប្រកួតបានជ័យលាភីអញ្ចឹងបងបាទនៅដោយសារតែសុភ័ក្រគឺជាម្ចាស់ជ័យលាភីពានរង្វាន់នៅក្នុងកម្មវិធីកាត់ដេរផលិតផលវិជ្ជាភ័ណ្ឌនិងសម្ភារបំពាក់រដូវកាលទី1របស់សហគ្រិនខ្មែរចង់ឲ្យសុភ័ក្រជួយបញ្ជាក់ថាតើមានកត្តាដែលជួយជំរុញសុភ័ក្រឲ្យចូលរួមប្រកួតនៅក្នុងកម្មវិធីពានរង្វាន់សហគ្រិនខ្មែរហើយតាមរយៈការចូលរួមប្រកួតនៅក្នុងកម្មវិធីនេះថាតើសុភ័ក្របានសិក្សាក៏ដូចជាទទួលបានបទពិសោធន៍អ្វីខ្លះដែរនៅក្នុងការជួយបង្កើននៅសមត្ថភាពកែច្នៃម៉ូដរបស់សុភ័ក្របាទសូមគោរពបាទបងទៅលើចំណុចដែលខ្ញុំចាប់អារម្មណ៍ហើយក៏សម្រេចចិត្តថាចូលប្រកួតនៅក្នុងកម្មវិធីគឺដោយសារតែទី1ហ្នឹងលក្ខខណ្ឌដែលខាងលក្ខខណ្ឌក៏ដូចជាអត្ថប្រយោជន៍ដែលខាងកម្មវិធីគាត់បានផ្ដល់ឲ្យហ្នឹងគឺវាមានចំណុចពិសេសជាច្រើនបងនៅក្នុងនោះមានដូចជាការផលិតកៅអៅជាលក្ខណៈចំនួនច្រើនឬមួយក៏ពាក្យបច្ចេកទេសហ្នឹងថាជា mass production អញ្ចឹងបងអញ្ចឹងនៅក្នុងនោះបើសិនជាមានបេក្ខជនដែលគាត់បានទទួលជ័យលាភីគឺនៅក្នុងថ្ងៃមុខទៅគឺស្នាដៃរបស់យើងដែលនៅក្នុងការប្រកួតហ្នឹងគឺអាចយកទៅផលិតជាលក្ខណៈចំនួនច្រើនហើយនឹងដាក់លក់នៅក្នុងទីផ្សារបានអញ្ចឹងទៅពាក់ព័ន្ធជាមួយនឹងការដាក់លក់នឹងដូចគ្នាទៅលើចំណូលឬមួយក៏តម្លៃដែលលក់បានមួយចំនួនគឺនឹងផ្ដល់សិទ្ធិទៅឲ្យខាងម្ចាស់ស្នាដៃនឹងផ្ទាល់អញ្ចឹងបងអញ្ចឹងអានេះពួកខ្ញុំគិតថាវាជាផ្នែកមួយដែលពួកខ្ញុំអាចរកចំណូលមកបានពីការដែលដាក់លក់ក៏ដូចជាឱកាសដែលបានចូលរួមក្នុងការប្រកួតនឹងផ្ទាល់អញ្ចឹងបងហើយទៅលើចំណុចបន្ថែមទៀតហ្នឹងគឺជាចំណុចពិសេសដែរហ្នឹងគឺនៅក្នុងការប្រកួតហ្នឹងជាក់ស្ដែងវាមិនមែនជាការប្រកួតតាមមុខហ្នឹងទេនៅក្នុងហ្នឹងគឺពួកយើងអាចរៀនបានច្រើនបន្ថែមទៀតពីខាងគណៈកម្មការដែលគាត់ណែនាំទៅលើការងាររបស់យើងដែលបានបង្ហាញទៅគាត់ផ្ទាល់เลยដែរអញ្ចឹងបងអញ្ចឹងអានេះគឺជាអីដែលបន្ថែមទៅលើហ្នឹងហើយមកចំណុចបន្ថែមផ្សេងទៀតហ្នឹងគឺជាក់ស្ដែងគឺពួកយើងអាចបង្ហាញការងាររបស់ពួកយើងនៅក្នុងពេលដែលពួកយើងធ្វើបទបង្ហាញទៅលើស្នាដៃរបស់យើងនៅក្នុងទីតាំងប្រកួតផ្ទាល់ហើយជាមួយនឹងនៅក្នុងsocial media platform របស់ខាង KE មួយចំនួនទៀតដែលអាចបង្ហាញជាសាធារណៈបានដែរអញ្ចឹងបងហើយអានេះគឺជាឱកាសមួយផ្នែកទៀតដែលយើងអាចមើលឃើញថាinvestor របស់យើងអាចនឹងឃើញយើងទៅតាមស្នាដៃឬមួយក៏ platform របស់ខាង KE ក៏ថាបានដែរអញ្ចឹងអានេះវាជាឱកាសមួយដែលយើងអាចនឹងទទួលបានដែរអញ្ចឹងបងដែលយើងអាចនឹងថាអត់រំពឹងទុកទេអញ្ចឹងអានេះពួកខ្ញុំគិតថាវាជាចំណុចដែលពួកខ្ញុំគួរតែចាប់ដែរអញ្ចឹងបងអញ្ចឹងអានេះគឺជាអីដែលសំខាន់ពួកខ្ញុំសម្រេចចិត្តថាចូលប្រកួតក្នុងកម្មវិធីផ្ទាល់បាទតាមរយៈការចូលរួមនេះសុភ័ក្រគិតថាពានរង្វាន់សហគ្រិនខ្មែរនេះអាចថាចូលរួមចំណែកសំខាន់យ៉ាងណានៅក្នុងការជួយលើកកម្ពស់វិស័យកែច្នៃសម្រាប់វិស័យកែច្នៃរបស់សុភ័ក្រហើយក៏ដូចជាការជួយលើកកម្ពស់នៅភាពជាសហគ្រិននៅក្នុងប្រទេសកម្ពុជាបាទបងទៅលើពានរង្វាន់ជាក់ស្ដែងគឺជួយពួកខ្ញុំបានមួយផ្នែកធំមែនទែនបងដោយសារតែ
ជាការពិតទៅនៅក្នុងវិស័យ fashion design ឬមួយក៏នៅពេលដែលពួកយើងចង់បង្កើតជា product ដើម្បីដាក់លក់បានគឺត្រូវការទុនច្រើនមែនតើដោយសារតែទៅក្នុងការងារផលិតដែលជាប្រភេទ mass production ហ្នឹងគឺវាត្រូវការចំណាយច្រើនដោយសារតែទៅលើការផលិតចំនួននៃការផលិតហ្នឹងតតែចំនួនច្រើនបានយើងបានតម្លៃនឹងវាទាបអញ្ចឹងបងអញ្ចឹងយើងត្រូវការដើមទុនច្រើនមែនតើអញ្ចឹងចាក់ស្ដែងទៅលើរង្វាន់ដែលពួកខ្ញុំទទួលបានឬមួយក៏កញ្ចប់ថវិកាដែលទទួលបានពីខាង KE ហ្នឹងគឺជាផ្នែកមួយដែលពួកខ្ញុំអាចជំរុញទៅលើការងាររបស់ពួកខ្ញុំហ្នឹងទៅមុខបានបន្ថែមមួយកម្រិតទៀតអញ្ចឹងហ៎បងបាទជាការកត់សម្គាល់របស់សុភាតើពាក់ព័ន្ធជាមួយទីផ្សារការច្នៃម៉ូដនៅក្នុងប្រទេសកម្ពុជាវិញសុភាឃើញសង្កេតថាវាមានវិសាលភាពបែបណាសម្រាប់វិស័យនេះបាទពាក់ព័ន្ធជាមួយនឹងទីផ្សារនៅក្នុងបច្ចុប្បន្ននេះផ្ទាល់តាមខ្ញុំឃើញឬមួយក៏តាមអ្វីដែលខ្ញុំបានធ្វើការនៅក្នុងនឹងផ្ទាល់គឺអ្វីដែលខ្ញុំមើលឃើញហ្នឹងគឺក្នុងពេលឥឡូវនេះគឺចាប់ផ្ដើមរីកចម្រើនខ្លាំងជាងមុនមែនតើដោយសារតែដោយដែលពួកយើងបានឃើញគឺនៅក្នុងស្រុករបស់ពួកយើងគឺឥឡូវនេះមានក្រុមហ៊ុនមួយចំនួនដែលគាត់ចាប់ផ្ដើម business របស់គាត់ហ្នឹងគឺចាប់ផ្ដើមរីកកាន់តែធំឡើងហើយ business របស់គាត់ហ្នឹងគឺជាលក្ខណៈ mass production ដូចគ្នាគឺជាការដែលលក់កៅអៅចំនួនច្រើនហើយនៅក្នុងស្រុកអញ្ចឹងបងមានន័យថាជាយីហោនៅក្នុងស្រុកផ្ទាល់ហើយពួកគាត់លក់នៅក្នុងស្រុកដែលជាលក្ខណៈចំនួនច្រើនអញ្ចឹងទៅលើឱកាសទីផ្សារឬមួយក៏ជាឱកាសការងារសម្រាប់ក្មេងជំនាន់ក្រោយគឺគាត់មានកន្លែងដែលគាត់អាចទៅធ្វើការហើយគាត់សិក្សាពី business ដែលជាប្រភេទ mass production នឹងបានទៀតអញ្ចឹងបងអញ្ចឹងខ្ញុំជឿជាក់ថានៅថ្ងៃខាងមុខបន្ថែមទៀតឧទាហរណ៍ថា 2-3 ឆ្នាំទៀតក៏នឹងមានបុគ្គលមួយចំនួនដែលគាត់អាចធ្វើការងារទៅលើ mass production នឹងបានដូចគ្នាដោយសារតែគាត់បានធ្វើការគាត់បានរៀនពីក្រុមហ៊ុនដែលគាត់កំពុងតែធ្វើ business បែបអញ្ចឹងនៅក្នុងពេលបច្ចុប្បន្ននឹងដែរអញ្ចឹងបងអញ្ចឹងខ្ញុំជឿជាក់ថានៅប្រហែលឆ្នាំខាងមុខទៀតវាកាន់តែរីកចម្រើនធំជាងនឹងទៀតអរគុណមែនទែនសុភាហ្នឹងហើយដោយសារតែសុភាក៏ជាម្ចាស់ជ័យលាភីពានរង្វាន់ក្នុងការប្រកួតប្រជែងការផលិតផលិតផលវិជ្ជាភ័ណ្ឌនិងសម្ភារៈហើយឃើញថាសុភាក៏ជាអ្នកប្រឡូកហើយក៏មានគម្រោងថានឹងបង្កើតនៅអាជីវកម្មរបស់ខ្លួននៅថ្ងៃអនាគតផងដែរខ្ញុំបាទចង់ឲ្យសុភាជួយចែកម្លែកបទពិសោធន៍នេះតើដើម្បីអាចឲ្យខ្លាយទៅជាអ្នកច្នៃម៉ូដមួយថាតើយុវជនគួរតែមានការប្រុងប្រៀបរៀបចំខ្លួនបែបណាបាទសូមរួចចេញបាទបងអញ្ចឹងទៅលើការចែករំលែកនេះជាក់ស្ដែងវាសង្កត់ទៅលើបទពិសោធន៍ដែលខ្ញុំបានជួបប្រទេសអញ្ចឹងអានេះគឺជាអីដែលខ្ញុំអាចនិយាយបានថាចែករំលែកបានអីដែលខ្ញុំមានអញ្ចឹងបងអញ្ចឹងទៅលើបទពិសោធន៍ជាក់ស្ដែងនៅក្នុងការងារ mass production គឺ mass production វាអីដែលទាមទារឲ្យយើងយល់ដឹងឲ្យកាន់តែច្បាស់ឲ្យកាន់តែច្រើនហ្នឹងគឺទៅលើការងារ computer skill បន្ថែមមួយមុខទៀតក្រៅពីការសិក្សាដែលយើងរៀននៅសាលាឧទាហរណ៍ថាជាការងារគូពុំជាការងារដេអញ្ចឹងក្រៅពីអាហ្នឹងគឺការងារ computer ហ្នឹងគឺសំខាន់មែនតើដោយសារតែនៅក្នុងការងារ mass production ហ្នឹងគឺយើងមានផ្នែកមួយដែលជា technical drawing ឬមួយក៏ text pack ហ្នឹងគឺជាការគូ detail ទាំងអស់នៅលើកៅអៅរបស់យើងដែលយើងមានតម្រូវការអីខ្លះគឺយើងមាន drawing នឹងទាំងអស់ដើម្បីជាឯកសារមួយយើងធ្វើការងារជាមួយនឹងខាងរោងចក្របានអញ្ចឹងទៅលើ drawing បែបជាមួយការងារកុំព្យូទ័រនេះហើយដែលជាឯកសារមួយយើងងាយស្រួល communicate ជាមួយនឹងខាងរោងចក្រហ្នឹងថាតើតម្រូវការរបស់យើងមានអីខ្លះហើយការផលិតចុងក្រោយរបស់គេឬមួយក៏ជាការផលិតគំរូក៏ដោយវាមានភាគរយច្រើនដែលដូចទៅនឹងអ្វីដែលយើងចង់បានអញ្ចឹងណាបងអញ្ចឹងអានេះក៏វាជួយកាត់បន្ថយពេលវេលានៅក្នុងការ communicate ជាមួយនឹងខាងរោងចក្របានដូចគ្នាអញ្ចឹងជារួមមកវិញគឺការងារគឺ skill computer ហ្នឹងគឺសំខាន់មែនតើអ្វីដែលសុភាគិតថាវាអាចទៅជាឧបសគ្គសម្រាប់ការឈោងទៅចាប់យកឱកាសនៅក្នុងអាជីវកម្មជាអ្នកច្នៃម៉ូដដូចជាសុភាថាអ្វីដែលជាឧបសគ្គសម្រាប់ឧបសគ្គដែលពួកយើងបានឆ្លងកាត់ហ្នឹងធំហ្មងទី1គឺពាក់ព័ន្ធជាមួយនឹងដើមទុនឬមួយក៏ investment ផ្ទាល់ហ្មងដោយសារតែបើសិនជាយើងអត់មានដើមទុនគ្រប់គ្រាន់ការងាររបស់យើងក៏វាអាចរុញទៅមុខបានទៅតាមពេលវេលាដែលយើងបានកំណត់ដែរអញ្ចឹងចំណុចដែលពិបាកគឺទៅលើដើមទុនរបស់យើងដោយសារតែជាក់ស្ដែងបើសិនជាមាន brand មួយចំនួនគឺគាត់មានដើមទុនខ្លួនឯងហើយស្រាប់
គឺងាយស្រួលនឹងរុញការងារហ្នឹងឲ្យទៅមុខលឿនទេប៉ុន្តែសម្រាប់ពួកយើងផ្ទាល់ពួកយើងមានដើមទុនរបស់យើងវារៀង limit ដែរអញ្ចឹងពួកយើងត្រូវតែព្យាយាមធ្វើការបន្ថែមឬមួយក៏ធ្វើការងារផ្សេងៗដើម្បីរកអាចចំណូលហ្នឹងមកធ្វើជាដើមទុនរបស់យើងអញ្ចឹងទៅបានពួកខ្ញុំនៅពេលដែលមានកម្មវិធីប្រកួត KE នឹងឡើងមកគឺពួកយើងចូលរួមដើម្បីបានថវិកាបន្ថែមទៀតដែរអញ្ចឹងបងអញ្ចឹងអានេះគឺជាមួយចំណុចប៉ុន្តែទៅលើ investment ក៏យើងនៅតែព្យាយាមរកដែរដោយសារតែទៅលើបញ្ហាប្រឈមទី2ហ្នឹងវាពាក់ព័ន្ធជាមួយនឹងការផលិតអញ្ចឹងបងអញ្ចឹងអានេះក៏វាភ្ជាប់ជាមួយនឹងបញ្ហាទី1វិញដែរដោយសារតែការងារផលិតហ្មងគឺវាអាចនឹងមាន2ទី1ជាលក្ខណៈការផលិតចំនួនតិចហើយនឹងទី2ការផលិតចំនួនច្រើនទៅលើការផលិតចំនួនតិចហ្នឹងគឺទាមទារតម្លៃនៃការផលិតហ្នឹងគឺវាខ្ពស់បាទអញ្ចឹងទៅតម្លៃបើសិនជាតម្លៃការផលិតខ្ពស់នៅពេលដែលពួកយើងដាក់ product របស់យើងចូលទៅទីផ្សារក៏វារៀងពិបាកក្នុងការដែលមានអ្នកដែលគាត់ចាប់អារម្មណ៍ទិញទៅលើផលិតផលរបស់យើងអញ្ចឹងបងអញ្ចឹងអានេះគឺជាផលលំបាកផលិតចំនួនតិចប៉ុន្តែចំនួនតិចហ្នឹងជាក់ស្ដែងក៏វានៅក្នុងចំនួនយ៉ាងតិចផុតក៏100ឯដែរបានវាអាចនឹងធ្វើបាន100នៅក្នុង1ម៉ូតអីអញ្ចឹងបងអញ្ចឹងមួយផ្នែកទៀតហ្នឹងគឺការផលិតចំនួនច្រើនដែលយើងតម្រូវការឲ្យមានដើមទុនច្រើនដើម្បីផលិតបានអញ្ចឹងបងពាក់ព័ន្ធជាមួយនឹងចំនួនច្រើនហ្នឹងជាក់ស្ដែងគឺថ្លៃនៃការផលិតវាទាបជាងវារៀងទាបអញ្ចឹងបងអញ្ចឹងសម្រាប់តម្លៃដែលយើងដាក់បញ្ចប់នៅពេលដែលលក់នៅក្នុងទីផ្សារក៏វាជាតម្លៃល្អមួយដែលថាប្រជាជនយើងអាចមានតម្រូវការអាចទិញបានច្រើនអញ្ចឹងបងគ្រាន់តែថាដូចខ្ញុំបញ្ជាក់មុនហ្នឹងអញ្ចឹងថាទៅលើការផលិតបើសិនជាយើងធ្វើយ៉ាងតិចបំផុតក៏វានៅក្នុង1ម៉ូតចំនួន100ដែរហើយនៅក្នុង1ម៉ូតជាក់ស្ដែងគឺវាមានជម្រើសទំហំទៀតទំហំថាតិចបំផុតចុះ3ទំហំហើយទៅលើជម្រើសពណ៌ក៏យើងត្រូវតែមានជម្រើសពណ៌ដែរថាយ៉ាងតិចដូចគ្នាគឺ3ដូចគ្នាអញ្ចឹងបើសិនជាយើងគុណទៅវាក៏នៅតែច្រើនដែរអញ្ចឹងបានថាបើសិនជានៅក្នុងលក្ខខណ្ឌដែលយើងចង់បានការផលិតតម្លៃទាបគឺត្រូវតែផលិតបែបចំនួនច្រើនមែនតើបងអញ្ចឹងបានថាបញ្ហា investment ឬមួយក៏ដើមទុនរបស់យើងហ្នឹងគឺមានការជួបប្រទះនៅបញ្ហាទៅលើនឹងដែរអញ្ចឹងបងហើយខ្ញុំចង់បន្ថែមបន្តិចទៀតដែរដោយសារតែការដែលយើងបញ្ចេញ product របស់យើងលក់គឺអត់អាចចេញថា1ម៉ូតបានទេយ៉ាងតិចបំផុតក៏វាគួរតែ3ម៉ូតឯដែរអញ្ចឹងឧទាហរណ៍ថានៅក្នុងអាវ3ម៉ូតខោ3ម៉ូតវាឡើងទៅជា6ម៉ូតវិញឯងបើយើងគិតទៅអញ្ចឹងបើសិនជាយើងគុណវាទៅជាមួយនឹងចំនួនហើយជាមួយនឹងពណ៌របស់យើងគឺការដែលយើងត្រូវផលិតហ្នឹងវាមានចំនួនច្រើនមែនតើអញ្ចឹងដូចខ្ញុំបានបញ្ជាក់ចឹងថាទៅលើដើមទុនគឺវាសំខាន់មែនតើនៅក្នុងការដែលយើងរុញផលិតផលរបស់យើងឬមួយក៏ម៉ាកយីហោរបស់យើងចូលទៅក្នុងការងារចុងក្រោយបានអញ្ចឹងបាទថ្ងៃយើងជជែកគ្នាយ៉ាងយូរដែរតែអត់ដឹងថាស៊ូភីឆ្នៃម៉ូដទៅលើប្រភេទសម្លៀកបំពាក់បែបណារចនាប័ទ្មបែបណាចង់ឲ្យស៊ូភីជួយបញ្ជាក់ថាបច្ចុប្បន្ននេះស៊ូភីឆ្នៃម៉ូដហ្នឹងគឺប្រភេទសម្លៀកបំពាក់អ្វីហើយរចនាប័ទ្មយ៉ាងម៉េចដែរសូមជម្រាបបាទបងពាក់ព័ន្ធជាមួយនឹងប្រភេទសម្លៀកបំពាក់ដែលពួកខ្ញុំធ្វើហ្នឹងគឺជាលក្ខណៈ ready to wear ឬមួយក៏មួយទៀតនៅក្នុងជាប្រភេទ business casual wear ហ្នឹងគឺជាសម្លៀកបំពាក់មួយយ៉ាងដែលថាមនុស្សយើងអាចពាក់ជាប្រចាំថ្ងៃផងពាក់ទៅធ្វើការផងឬមួយក៏មានការណាត់ជួបជាមួយនឹងភ្ញៀវអីឧទាហរណ៍គឺគាត់អាចប្រើប្រាស់អាវនឹងបានដូចគ្នាអញ្ចឹងនៅក្នុងម៉ូដរបស់យើងជាក់ស្ដែងគឺវាជាលក្ខណៈមិនមែនម៉ូដធម្មតាហ្មងឯនៅក្នុងហ្នឹងយើងមានលាយបន្ថែមម៉ូដដែលវារៀងទំនើបបន្តិចតួចចូលទៅក្នុងហ្នឹងឲ្យវាលើសពីកៅអៅbasic របស់យើងធម្មតាអញ្ចឹងបងអញ្ចឹងអាហ្នឹងគឺជាប្រភេទ business casual wear ដែលអាចពាក់មកធ្វើការប្រចាំថ្ងៃផងជាលក្ខណៈចេញទៅការជួបភ្ញៀវឲ្យបានផងសុភីអាចថាមានជាគោលគំនិតទៅថ្ងៃអនាគតចង់រចនាម៉ូដបែបជាផលិតផលបែបជារចនាប័ទ្មខ្មែរដើម្បីជាការលើកកម្ពស់នៅវប្បធម៌ប្រពៃណីរបស់ខ្មែរតែមានគោលបំណងយ៉ាងម៉េចដែរពាក់ព័ន្ធបញ្ហាហ្នឹងពាក់ព័ន្ធជាមួយនឹងការបញ្ចូលទៅលើរចនាប័ទ្មខ្មែរនៅក្នុងសម្លៀកបំពាក់ការពិតទៅតាំងពីដើមមកគឺពួកយើងព្យាយាមបញ្ចូលនៅក្នុងការងារ design របស់យើងមករហូតដែរអញ្ចឹងបងគ្រាន់តែថានៅក្នុងការងារនៅក្នុងចំនួនថ្មីនេះជាលក្ខណៈ business casual wear ហ្នឹងគឺពួកយើងក៏នៅតែបញ្ចូលទៅក្នុងការងារ design របស់យើងដែរនៅក្នុង
អត្តចរិតឬមួយក៏ជាលក្ខណៈវប្បធម៌ខ្មែររបស់យើងនៅក្នុងហ្នឹងគ្រាន់ថា បាទ វាមានលក្ខណៈតិចតួចបំផុតតាមអ្វីដែលយើងអាចធ្វើបានដែរអញ្ចឹងបងដើម្បី បាទ បង្ហាញនៅអត្តសញ្ញាណរបស់យើងបន្ថែមទៅក្នុងនឹងដែរ បាទនឹងអរគុណមែនទែនសុភាប៉ុន្តែចង់ឲ្យសុភាជួយបញ្ជាក់មួយទៀតពាក់ព័ន្ធជាមួយនឹងគោលដៅទៅថ្ងៃអនាគតថាតើសុភាមានផែនការយ៉ាងណានៅក្នុងការពង្រីកវិសាលភាពនៅមុខរបរកែច្នៃម៉ូដរបស់សុភាបាទសូមជម្រាប បាទបងទៅលើគោលបំណងឬមួយក៏ថ្ងៃខាងមុខអ្វីដែលពួកយើងចង់ព្យាយាមធ្វើឲ្យបានហ្នឹងគឺពួកយើងនឹងធ្វើម៉េចឲ្យbusiness របស់ពួកយើងហ្នឹងអាចមាន store មានអីលក់អញ្ចឹងណាបងដោយសារតែហងៃនេះពួកយើងបានឃើញ role model របស់ពួកយើងមួយចំនួនដែរដែលពួកគាត់មាន business ដែលអាចបើកហាងបានហើយមានសាខាជាច្រើននៅក្នុងស្រុកខ្មែររបស់យើងអញ្ចឹងណាបងអញ្ចឹងអ្វីដែលពួកយើងចង់បានគឺដូចពួកគាត់អញ្ចឹងធ្វើម៉េចឲ្យ business ហ្នឹងវាដើរនឹងថឹងបានល្អហើយបន្តមកទៀតមានហាងមានសាខាអីតាមដែលយើងអាចព្យាយាមធ្វើបានអញ្ចឹងណាបងហើយទៅលើមួយចំណុចទៀតហ្នឹងគឺក៏ពួកយើងមានគោលគំនិតថាកៅអៅរបស់ពួកយើងអាចនឹងនាំចេញទៅប្រទេសជិតខាងបានអញ្ចឹងណាបង នៅជាសំណួរចុងក្រោយរបស់ខ្ញុំបាទចង់ឲ្យសុភាជួយផ្ញើសារលើកទឹកចិត្តដល់យុវជនដើម្បីឲ្យពួកគាត់នឹងមានភាពក្លាហាននៅក្នុងការឈានទៅចាប់យកឱកាសក៏ដូចជាឈានទៅរកភាពជោគជ័យនៅក្នុងអាជីពជាអ្នកច្នៃម៉ូដបាទសូមគោរពជ័យ បាទបងទៅលើសារលើកទឹកចិត្តខ្ញុំមានគ្រាន់ថាជាក់ស្ដែងវាមិនតាន់ដល់ថ្នាក់ថាជោគជ័យហ្មងហើយបងអញ្ចឹងទៅអានេះខ្ញុំសង្ឃឹមថាវាគ្រាន់ជាសារដែលអាចលើកទឹកចិត្តរបស់ពួកគាត់បានដើម្បីឲ្យគាត់បន្តការងាររបស់គាត់បន្ថែមទៀតអញ្ចឹងណាបងអញ្ចឹងពីខ្ញុំផ្ទាល់ជាក់ស្ដែងគឺអ្វីដែលខ្ញុំអាចចែករំលែកបានគឺទៅលើចំណុចទៅថានៅពេលដែលពួកយើងបន្ទាប់ពីចប់ការសិក្សាពីមហាវិទ្យាល័យមកគឺការចូលធ្វើការហ្នឹងគឺវាសំខាន់មែនតើដោយសារតែទៅលើបទពិសោធន៍នៅក្នុងការងារទាំងអស់វានឹងជួយអភិវឌ្ឍចំណេះដឹងរបស់យើងឬមួយក៏ skill របស់យើងហ្នឹងឲ្យវាកាន់តែខ្លាំងជាងមុនទៀតអញ្ចឹងបងអញ្ចឹងឧទាហរណ៍ថាដូចខ្ញុំនៅក្នុង creative ហ្មងគឺទៅលើគណិតច្នៃប្រឌិតហ្នឹងគឺខ្ញុំទទួលបានពីការងារពីគម្រោងមួយទៅគម្រោងមួយអញ្ចឹងពីមួយទៅមួយហ្នឹងគឺគំនិតច្នៃប្រឌិតរបស់ពួកយើងគឺវានឹង update ខ្ពស់ខ្លាំងមែនតើអញ្ចឹងជារួមនៅទៅលើសារលើកទឹកចិត្តហ្នឹងខ្ញុំចង់ព្យាយាមថាឲ្យបងប្អូនជំនាន់ក្រោយគឺគាត់ព្យាយាមធ្វើការងារដែលគាត់កំពុងតែធ្វើហ្នឹងដែលវាអាចជាផ្នែកមួយដែលជំរុញធ្វើឲ្យគាត់កាន់តែប្រកែជាងមុនទៀតអញ្ចឹងបងកាន់តែខ្លាំងជាងមុនទៀតអញ្ចឹងបាទសូមអរគុណមែនទែនសុភាដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការចូលរួមផ្ដល់បទសម្ភាសន៍ដល់កម្មវិធីទស្សនៈសហគ្រិនហើយសូមជូនពរឲ្យសុភាទទួលបានជោគជ័យនៅក្នុងអាជីពនេះហើយរំពឹងថានឹងអាចជួបគ្នានៅលើកក្រោយទៀតបាទសូមអរគុណបាទ